សួស្តីបងប្អូនទាំងអស់គ្នាបើអូសមកជួបខ្ញុំមានន័យថាមកមើលរឿងខ្មោចមកដល់ហើយថ្ងៃនេះខ្ញុំនាំមកជូននៅកែពីនៃរឿងស្ពីនខ្មោចឡងគឺរឿងស្ពីនខ្មោចឡងវគ្គពីអាគារវិញ្ញាណចុងកំហឹងតាមដំណើរថាអាគារ Darren នៃសាកលវិទ្យាល័យវប្បធម៌តៃវ៉ាន់ស្ថិតនៅចំចំណុចប្រសពរវាងភពទាំងពីរតែមានវិញ្ញាណវិលវល់ឆ្លងកាត់ជាញឹកញាប់ទើបខាងសាលាបានធ្វើតាមការណែនាំរបស់គ្រូហុងស៊ុយដោយរចនាអាគារ Darren នោះជារៀងយន្ត8តិកក្នុងបំណងជួយបង្ក្រាបនិងបណ្ដេញឧបទ្រពចង្រៃតែនរណាទៅដឹងថាដោយសារតែបញ្ហាហិរញ្ញវត្ថុស្ថាបត្យករយ៉ាងស៊ូវិញបែរជាបដូរយន្តការពារនោះទៅជាយន្តច្រាស់ទីតែស្រូបយកធម្មពលអវិជ្ជមានយ៉ាងខ្លាំងគេនិយាយថាប្លង់បែបនេះមិនត្រឹមតែមិនបណ្ដេញខ្មោចទេតែវាបែរជាស្រូបយកគ្រប់កំហឹងគំនុំក្នុងលោកនេះទៅវិញសូម្បីតែវិញ្ញាណខ្មោចតែស្លាប់នៅក្នុងនោះក៏មិនអាចតែចាប់ជាថ្មីបានជារៀងរហូតដែរចាប់តាំងពីពេលនោះមកទីនេះពោពេញដោយស្រមោលខ្មោចនិងមានរឿងចម្លែកកើតឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ2016និស្សិតប្រុសម្នាក់ឈ្មោះលៀងខៃបានយកលំនាំតាមរឿងព្រេងនៃអាគារ Darren នោះដើម្បីបង្កើតហ្គេមបច្ចេកវិទ្យាដល់តាក់ទី1ហើយដើម្បីផ្ដល់បទពិសោធន៍រន្ធត់ដល់ពិតប្រាកដបំផុតលោកអ្នកលេងលៀងខៃបានសម្រេចចិត្តទៅសាកល្បងរឿងព្រេងទាំងនោះដោយផ្ទាល់តែអញពិតជាគិតថាទីនេះមានខ្មោចមែនហ៎គាត់មានមិត្តភក្តិជនជាតិថៃម្នាក់បារម្ភពីសុខភាពរបស់គាត់ក៏បានជួយធ្វើគោមនាំប្រឡឹងមួយឲ្យគោមនេះត្រូវស្រក់ឈាមចូលទៅក្នុងប្រេងកាត់ដើម្បីភ្ជាប់ប្រឡឹងរបស់ហែងទៅនឹងគោមនាំប្រឡឹងនោះធ្វើបែបនេះទើបអាចការពារខ្លួនពីវិញ្ញាណអាក្រក់បានមិត្តភក្តិបានប្រមានគាត់ថាពេលចូលទៅក្នុងចន្ទៅយន្តហើយអ្នកខាកុំឲ្យកូមីរបូតពីដៃឡើយបើខ្ញុំត្រូវជាប់ឃុំនៅក្នុងមីទៀតហើយតាមពាក្យចាមអារាមបន្ទាប់ពីបិទប្រភពអគ្គិសនីធំហើយត្រូវចុចលេខ5115243ទៅតាមលំដាប់លំដោយនៃខែបង្គ្រប់រួចហើយបើកប្រភពភ្លើងឡើងវិញពេលទ្វារចន្ទៅយន្តបើកភ្លាមឯងនឹងទៅដល់ពិភពមួយផ្សេងទៀតហើយលៀងខៃរីរៃចិត្តបន្តិចរួចក៏ប្រមូលសេចក្តីក្លាហានដើរចេញទៅប៉ុន្តែពេលទ្វារចន្ទៅយន្តចិត្តបិទគាត់ក៏ស្ទុះរត់ចូលមកក្នុងវិញទាំងស្លន់ស្លោព្រាមនោះគាត់ក៏សាយខ្លាំងដាក់ជញ្ជាំងចន្ទៅយន្តបន្ទាប់មកក៏មានកម្លាំងអាចកំបាំងមួយទីងគាត់ចេញទៅក្រៅប៉ុន្តែលៀងខៃមិនបានបាត់ខ្លួនដោយពាក្យចាមអារាមឡើយគឺទៅវិញគាត់បានក្លាយជាមនុស្សសន្លប់ស្ទុកស្ដឹងពេលវេលាកន្លងផុតទៅវ័យឆ្នាំយ៉ាងលឿនឈានចូលមកដល់ឆ្នាំ2019ដើម្បីបំពេញបំណងប្រាថ្នារបស់បងប្រុសលៀងខៃអូនស្រីលៀងយូធីងបានបង្កើតក្រុមមួយឡើងជាមួយមិត្តភក្តិក្នុងបំណងរួមគ្នាបញ្ចប់ហ្គេមដែលទើបតែអភិវឌ្ឍបានកែកណ្ដាលនោះហើយហ្គេមនោះក៏ឈានដល់វគ្គសាកល្បងជាក់ស្ដែងហើយដែរថែមទាំងមានក្រុមហ៊ុនហ្គេមជាច្រើនចាប់អារម្មណ៍ខាងលើគម្រោងមួយនេះរបស់ពួកគេអ្នករាល់គ្នាកំពុងរៀបចំខ្លួនសម្រាប់បទបង្ហាញនាពេលល្ងាចបន្ទាប់ពីមីញ៉ាត់នឹងការងាររួចរាល់យូធីងបានទៅមន្ទីរពេទ្យដើម្បីចែករំលែកដំណឹងល្អនេះប្រាប់បងប្រុសលៀងខៃស្រាប់តែពេលនោះស៊ុំរូបថតនៅក្បែរនោះបានធ្លាក់ចុះមកតែខ្ទេចខ្ទីគ្មានសពយូធីងចង់រៀបចំទុកដាក់ឧបករណ៍នោះចូលក្នុងវ៉ាលីក៏ស្រាប់តែប្រទះឃើញសៀវភៅកត់ត្រារបស់លៀងខៃការពីពេលសង្កេតអាគារ Darren អំពីរឿងរ៉ាវប្រលឹងខ្មោចឡងការពីពេលនោះព្រមទាំងសតចន្ទៅយន្តផងដែរក្នុងសៀវភៅនោះក៏មានភ្ជាប់មកជាមួយនៅប្លង់អាគារ Darren និងវិធីសាស្ត្របើដំណើរការចន្ទៅយន្តខ្មោចឡងគេផងស្របពេលនោះដែរម្រាមដៃរបស់លៀងខៃស្រាប់តែកម្រើបន្តិចហាក់បីដូចជាចង់ដាស់តឿនប្អូនស្រីកុំឲ្យទៅចិត្តចន្ទៅយន្តខ្មោចឡងនោះបន្ទាប់មកលៀងយូធីងក៏បានជួបរឿងចម្លែកនៅក្នុងចន្ទៅយន្តកុំអីប៉ុន្តែយូធីងគិតថាវាគ្រាន់តែជាអារម្មណ៍ច្រឡំប៉ុណ្ណោះក៏មិនបានគិតអ្វីច្រើនដែរមិនយូរប៉ុន្មានម៉ោងធ្វើបទបង្ហាញនាពេលល្ងាចក៏បានមកដល់រកជីវិតនិងសេចក្តីស្លាប់ខណៈពេលដែលដើរកាត់គ្នានោះគឺសុទ្ធតែជាដំបូងឡើយពួកគេបានណែនាំបន្តិចបន្តួចអំពីប្រវត្តិនៃអាគារ Darren គួនស្ថាបត្យករយ៉ានស៊ូអិនបានលួចកែច្នៃអាគារ Darren គួនទៅជាទម្រង់យន្តប៉ាខ្វាដេតែអ្នកណាទៅដឹងថាមិនយូរប៉ុន្មានក្រោយមកពួកគេបានសម្លាប់កូនស្រីរបស់ប្រធានក្រុមប្រឹក្សាពិបាលសាលានៅពេលនោះគឺនាងស៊ូយ៉ូអ៊ីបន្ទាប់មកពួកគេក៏បានធ្វើអត្តឃាតនៅក្នុងអាគារ Darren គួននោះដែរសាលាបានចំណាយលុយយ៉ាងច្រើនដើម្បីអញ្ជើញគ្រូសាស្ត្រមកធ្វើពិធីរំដោះគ្រោះនិងបួងសួងដល់វិញ្ញាណក្ខន្ធគេតែមិននឹកស្មានថាក្រោយមកទៀតនៅតែមានរឿងរ៉ាវចម្លែកកើតឡើងជាបន្តបន្ទាប់ដោយសារតែមាននិស្សិតផ្នែកម្នាក់បានដួលក្នុងពេលហាត់សមហើយត្រូវតែគោដែលលៀនចេញមកចាក់ចំក្រប់ភ្នែកក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់ប្រមនោះទៅបន្ទាប់មកទៀតមានគ្រូបង្វឹកម្នាក់និងនិស្សិតស្រីម្នាក់ដោយសារតែការប្រឆាំងពីសង្គមពួកគេបានយកខ្សែក្រហមចងចំរៀងដៃគ្នារួចលោតចុះពីលើអាគារដើម្បីសម្លាប់ខ្លួនតាមស្នេហ៍វិញ្ញាណរបស់ពួកគេត្រូវបានជាប់ឃុំនៅក្នុងអាគារ Darren គួនមិនអាចទៅចាប់ជាតិបានឡើយមានតែត្រូវវិលវល់ម្ដងហើយម្ដងទៀតដើម្បីឆ្លងកាត់ដំណើរការស្លាប់របស់ខ្លួនឡើងវិញកិច្ចរឿងរ៉ាវនៅក្នុងហ្គេមនេះគឺត្រូវបានកែច្នៃឡើងដោយផ្អែកលើរឿងព្រេងដំណើររន្ធត់ទាំងនេះឯងដែលរួមមានដូចជាល្បែងយ៉ាក់ខ្លួនម្នាក់ឯងល្បែង4ជ្រុងនិងល្បែងចន្ទៅយន្តឲ្យតែអ្នកលេងអាចឆ្លងកាត់វគ្គទាំង3នេះបាននោះនឹងអាចទៅប្រកួតប្រជែងជាមួយវិញ្ញាណកំណត់ចុងក្រោយដែលយកគំនុំតាមយ៉ានស៊ូអិនដើម្បីរំដោះរកវិញ្ញាណដែលជាប់ឃុំនៅក្នុងអាគារ Darren គួនល្អណាស់ល្អខ្លាំងណាស់ខ្ញុំពិតជាទន្ទឹងរង់ចាំមើលវគ្គបន្តនៃហ្គេមរបស់អ្នកនេះពេលយប់ថ្ងៃនោះពួកគេក៏ប្រញាប់ប្រញាល់ចាប់ផ្ដើមសាកល្បងលេងហ្គេមវគ្គទីវគ្គមួយទៀតល្បែងគួនលាក់ខ្លួនម្នាក់ឯងលៀនយូធីងបានពាក់ឧបករណ៍រួចចូលទៅក្នុងបន្ទប់ម្នាក់ឯងដើម្បីចាប់ផ្ដើមល្បែងចំណែកអ្នកផ្សេងទៀតនៅចាំមើលពីខាងក្រៅបន្ទាប់ពីនិយាយថាខ្ញុំលៀនយូធីងធ្វើជាខ្មោចមុនចំនួន3ដងរួចមកល្បែងក៏បានចាប់ផ្ដើមជាផ្លូវការយោងទៅតាមច្បាប់លៀនយូធីងត្រូវតែស្វែងរកតុបតាខ្មោចឲ្យឃើញក្នុងពេលកំណត់មិនយូរប៉ុន្មានតាមការណែនាំរបស់ល្បែងនាងក៏បានដើរទៅដល់បន្ទប់ទឹកតែនៅពេលដែលលៀនយូធីងកំពុងពិនិត្យមើលក្នុងបន្ទប់ទឹកស្រាប់តែទ្វារនៅពីក្រោយនាងរំកិលដោយខ្លួនឯងធ្វើឲ្យនាងភ្ញាក់ព្រឺជាខ្លាំងតែនៅពេលបើកមើលគឺគ្មានអ្វីតតែសោះព្រាមនោះដំរីនៃល្បែងក៏បានលេចឡើងនាងដើរតាមស្នាមជើងរហូតទៅដល់បន្ទប់រៀនរងដែលជាកន្លែងដែលរៀមច្បងស្រីធ្លាប់បានស្លាប់បន្ទាប់ពីនាងរកឃើញតុកតានោះហើយល្បែងក៏ឈានចូលដល់វគ្គទី
ដែលមានន័យថាដល់ពេលនាងត្រូវធ្វើជាអ្នកពួនម្ដងនាងត្រូវតែគេពីការតាមសម្លាប់របស់ខ្មោចស្រីក្នុងរយៈពេល30វិនាទីសំណាងល្អចុងក្រោយនាងអាចឆ្លងផុតគ្រោះថ្នាក់និងទទួលបានជោគជ័យយ៉ាងរលូនតែនៅពេលដែលនាងរៀបនឹងចាក់ចេញស្រាប់តែផ្ទៃមុខរបស់រូបចោតាំងបង្ហាញបានងាកមកមិនទាន់ទាំងឲ្យលីនយូគីងភ្ញាក់ខ្លួនតាន់ផងស្រោមមុខរបស់រូបចោនោះក៏ស្រាប់តែរបូតខែចុះមានយូគីងភ័យស្លន់ស្លោហើយប្រញាប់រត់ចេញតែទ្វារធំនោះបើកយ៉ាងណាក៏មិនរបាត់ឡើយសំណាងល្អមិត្តភក្តិដែលនៅចាំមើលពីខាងក្រៅដឹងក៏ប្រែកទើបចូលមកជួយសង្គ្រោះនាងបានទាន់ពេលវេលាប៉ុន្តែបន្ទាប់ពីពិនិត្យមើលទៅទ្វារធំនោះមិនមានបញ្ហាអ្វីទាល់តែសោះលីនយូធីងដែលនៅមិនទាន់បាត់ភ័យបានងាកទៅមើលក៏ស្រាប់តែឃើញមានសញ្ញាសម្គាល់ដ៏សាំភ្នែកមួយនៅលើទ្វារតែជាសញ្ញាសម្គាល់មានតែពួកគេពីរនាក់បងប្អូនប៉ុណ្ណោះដែលដឹងពួកគេត្រូវបានចិញ្ចឹមបីបាច់ដោយឪពុកដែលប្រហាំងសាតាំងពីតូចហើយកាលនោះពួកគេតែងតែប្រើប្រាស់សញ្ញានេះដើម្បីដាស់តឿនឲ្យប្រយ័ត្នប្រយែងគឺមួយក៏ប្រឡឹងរបស់បងប្រុសនៅក្នុងអាគារដារ៉ែនមែនទេប៉ុន្តែមិនទាន់គិតបានអីផងស្រាប់តែត្រូវគេកាត់ចង្វាក់ព្រោះសន្តិសុខអាគារដារ៉ែនបានប្រទេសឃើញពួកគេបាត់ទៅហើយនៅពីក្រោយពន្លឺពើនោះស្រាប់តែលេចមុខមាត់ដ៏ធ្លាប់ស្គាល់ម្នាក់នោះគឺជាទាឈានមកពីវត្តដំបងក្រោមការដេញបង្ខំពីអាឈានពួកគេក៏គ្មានជំរឿអ្វីក្រៅពីចាក់ចេញឡើយមុនពេលចាក់ចេញលីនយូធីងបានថតរូបសញ្ញាសម្គាល់នោះទុកពេលត្រឡប់ទៅវិញមានក៏ប្រញាប់ស្វែងរកព័ត៌មានបន្ថែមស្របពេលនោះនាងបាននៅកម្មវិធីវិទ្យុនិយាយពីប្រឡឹងរស់និងវិញ្ញាណដែលតង់ជាប់នឹងដីនៅក្នុងដំណើរការចាប់ជាថ្មីវិញ្ញាណដែលវង្វេងភ្លើអាចនឹងត្រូវជាប់យ៉ាងនៅក្នុងលំហនឹងពេលវេលាណាមួយដែលគ្មានថ្ងៃរត់ភ្លើចេញឃើញឡើយតែឲ្យតែរាងកាយនៅមានជីវិតនោះប្រឡឹងនៅតែមានឱកាសវិលត្រឡប់មកវិញលីនយូធីងសង្ស័យថាប្រឡឹងរបស់បងប្រុសនាងកំពុងតែជាប់គាំងនៅកន្លែងណាមួយក្នុងអាគារដារ៉ានមូលហេតុដែលលីនយូធីងចង់ជួយនាងខែខ្លាំងបែបនេះកាលពីពួកគេជាបងប្អូនមកកាត់នឹងគ្នាហើយគឺដោយសារនាងមានអារម្មណ៍ថាជំពាក់គុណបងប្រុសនាងខ្លាំងណាស់ព្រោះកាលពីក្មេងពេលឪពុកក្រៅអំពើហិង្សាក្នុងគ្រួសារនាងទ្រាំលែងបានក៏ជ្រុលតែសម្រាប់ឪពុកបង្កាត់ចំណែកបងប្រុសសុខចិត្តទទួលកំហុសជំនួសហើយត្រូវជាប់គុកជំនួសនាងដើម្បីជួយសង្គ្រោះបងប្រុសនាងបានត្រឡប់ទៅអាគារដារ៉ានតែម្នាក់ឯងនាងធ្វើតាមវីដេអូថតនៅយុគកាត់ហេតុនោះដោយធ្វើតាមសកម្មភាពរបស់បងប្រុសនាងគ្រប់យ៉ាងប៉ុន្តែរឿងដែលចំណែកនោះគឺរងចាំយ៉ាងយូរក៏ចន្ទើយន្តនៅតែមិនមានចលនាអ្វីសោះខណៈពេលដែលលីនយូធីងបើកកងតាភ្លើងបំរុងមិនចាក់ចេញស្រាប់តែទ្វារចន្ទើយន្តបើកឡើងមានគូស្នេហ៍ចម្លែកមួយគូដើរចូលមកកូនដៃរបស់ពួកគេទាំងពីរមានចងខ្សែអំបោះក្រហមអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះនៅលើខ្លួនរបស់ស្ត្រីម្នាក់នោះបែរជាមានស្នាមជាសាសគួរឲ្យព្រួយសម្បោវាពិបាកនឹងមិនឲ្យគេនឹកឃើញដល់រឿងលោតសម្លាប់ខ្លួនទស្សនៈរបស់គូសង្សារកាលពីមុនណាមិនយូរប៉ុន្មានចន្ទើយន្តក៏ឡើងមកដល់ជាន់លើបង្អស់អ្នកទាំងពីរបានដើរចេញពីចន្ទើយន្តទាំងសងងារតែនៅពេលនោះឯងស្រាប់តែនាងក្រឡេកឃើញនៅក្នុងចន្ទើយន្តនៅសខ្សែក្រហមមួយកំណាត់លៀនយូធីងចាប់ផ្ដើមឆ្ងល់ក៏រើខ្សែក្រហមនោះមកមើលឲ្យច្បាស់នឹកស្មានមិនដល់ថាមួយសន្ទុះក្រោយមកក៏ស្រាប់តែមានសម្លេងចម្លែកបន្លឺឡើងលៀនយូធីងភ័យស្លន់ស្លោលូប្រឡឹងចង់សក់រួចប្រញាប់រត់ចេញពីចន្ទើយន្តដើម្បីគេចខ្លួនពីទីនេះតែនឹកស្មានមិនដល់ថារត់ទៅបុកចំក្នុងមនុស្សម្នាក់លៀនយូធីងក៏បែកក្បាលរត់ត្រឡប់ទៅក្រោយវិញរួចក៏រត់ទៅបុកទ្រូងអាឈានចំពេញទំហឹងប៉ុន្តែសំណាងល្អដែលពេលនោះខ្មោចទាំងពីរបានរលីបាត់ទៅហើយអាឈានមិនចង់ចេះដឹងរឿងមិនបានការនោះទេក៏ប្រញាប់ដេញនាងឲ្យចេញទៅភ្លាមពេលនោះលៀនយូធីងនឹកឃើញដល់ចង្គៀងប្រេងកាត់ក្នុងសៀវភៅកំណត់ហេតុរបស់បងប្រុសនាងក្រោយពេលបងប្រុសនាងជួបគ្រោះថ្នាក់ចង្គៀងប្រេងកាត់នោះប្រហែលជាត្រូវបានបន្សល់ទុកនៅកន្លែងកាត់ហេតុមានន័យថាចង្គៀងនោះអាចនឹងនៅលើដៃរបស់សន្តិសុខហើយមូលហេតុដែលចន្ទើយន្តមិនដំណើរការកាលពីមុនគឺប្រហែលជាដោយសារខ្វះចង្គៀងមួយនេះឯងទើបយូធីងអង្គរក៏សូមឲ្យអាឈានជួយស្វែងរកវាចំណែកឯខ្លួនគាត់ផ្ទាល់ក៏ស្ទើរតែមិនรู้ផងធ្វើម៉េចនឹងព្រមជួយនាងទៅគួរដឹងថាចាប់តាំងពីព្រឹត្តិការណ៍ស្ពីនខ្មោចលងឆ្នាំ2015មួយមកគាត់ត្រូវបានខ្មោចស្រីនោះតាមលំបន្លាចនិងធ្វើបាបឥតឈប់ឈររហូតទាល់តែគាត់បានដឹងពីយុទ្ធសាស្ត្រយ៉ានប៉ាក់ខ្វាបញ្ច្រាស់ទីនៃអាគារដារ៉ានទោះបីជាប្លង់រចនានេះនឹងគ្រប់គ្រងខ្មោចនៅខាងក្នុងតែវាក៏អាចការពារមិនឲ្យខ្មោចពីខាងក្រៅចូលមកបានដែរហេតុនេះហើយទើបគាត់រត់មកសំងគ្រួនៅទីនេះសម្បីតែកម្មអាហារក៏ត្រូវឲ្យអ្នកដឹកជញ្ជូនយកមកឲ្យដល់ខាងក្នុងដែរព្រោះគាត់មិនហ៊ានឈានជើងចេញក្រៅសម្បីតែមួយជំហានតែថ្ងៃនេះមកកលិបដឹកជញ្ជូនមានអាកប្បកិរិយាមិនល្អទាល់តែសោះបន្ទាប់ពីបោះប្រោបអាហារចោលនៅមុខទ្វាររួចគេក៏ដើរចេញទៅបាត់ដោយមិនងាកក្រោយសោះឡើយអាឈានទើបតែរត់ចេញទៅក្រៅយ៉ាងលឿនស្រាប់តែមួយសន្ទុះក្រោយមកគាត់ក៏បានឃើញទស្សនវិជ្ជាដ៏សែនសាំភ្នែកនោះធ្វើឲ្យគេភ័យខ្លាចខ្លាំងរហូតបោះបង់ចោលបែបប្រអប់នោះរួចក៏ប្រញាប់រត់ចូលទៅក្នុងអាគារតែដល់ឯសកម្មភាពទាំងអស់នេះត្រូវបានមានយូធីងឃើញនាងក៏រើអាហារប្រអប់នោះហើយរត់ពេញតាមគេទៅដើម្បីឆ្លៀតឱកាសលងលោមនិងទូចសុំគេម្ដងទៀតដោយពាក្យបុរាណថាវិស័យរបស់គេត្រូវក្រែងតែគេពេលក្រឡេកមើលយូធីងដែលបានយកអាហារមកអាឆ្វាន់គ្មានជំរឿអ្វីក្រៅពីជួយនាងរកចង្គៀងប្រេងនោះឡើយការភ្នែករបស់យូធីងដែលសម្លឹងមើលចង្គៀងប្រេងនោះធ្វើឲ្យគេនឹកឃើញដល់សាច់រឿងក្នុងវគ្គមុនព្រាមគឺមិត្តស្រីដែលបានស្លាប់ទៅរបស់គេតែមានស្រមោលដូចជាសានីគ្មានខុសគេក៏ស្រវាប់មានដោយមិនដឹងខ្លួនប៉ុន្តែទស្សនវិជ្ជាទាំងស្រុងនេះត្រូវបានសមាជិកក្លឹបម្នាក់ឃើញក៏ស្ទុះរត់មកដល់អាឆ្វាន់មួយដៃព្រាមធ្វើឲ្យអាឆ្វាន់ភ្ញាក់ស្មារតីឡើងវិញរួចក៏ប្រញាប់សុំទោសហើយដើរចេញទៅយ៉ាងលឿនក្នុងនាមជាអតីតមិត្តប្រុសរបស់យូធីងគឺបំម៉ាពេលឃើញអតីតសង្សារត្រូវគេកេងចំណេញបែបនេះគេក៏ជាមិនអាចលេបទឹកមាត់ដកដង្ហើមធំទ្រាំបានឡើយដល់ពេលយប់អាឆ្វាន់ក៏នៅយឹមវិញយប់ដូចសាប់ដងតែនឹកស្មានមិនដល់ថាវាស្រាប់តែរបើកដោយខ្លួនឯងបន្ទាប់មកទូរទស្សន៍ក៏ចាប់ផ្ដើមបដូរអូសដោយសារប្រវត្តិទៀតព្រាមនោះខ្មៅស្រីម្នាក់បានលេបមុខរត់សម្រុកចូលមកយ៉ាងលឿនអាឆ្វាន់ភ័យស្លន់ស្លោរត់គេខ្លួនទាំងមិនចង់ជួយនឹងភ្នែក
ប៉ុន្តែរឿងទាំងអស់នេះគ្រាន់តែជាការរៀបចំរបស់សមាជិកក្លឹបដែលខ្លាំងខ្លួនជាខ្មោចដើម្បីបន្លាចគេប៉ុណ្ណោះចំណែកអាឆ្វានតែមិនដឹងរឿងអីសោះបានរត់គេចេញពីអគារបាត់ទៅហើយក្នុងពេលដែលស្មារតីកំពុងវង្វេងវង្វាន់រូបភាពអតីតកាលនៅស្ពានខ្មាស់ស្រីក៏ត្រឡប់មកវិញរូបភាពដ៏គួរឲ្យរន្ធត់នោះបានតាមលងបន្លាចគេឥតឈប់គេបានត្រាំចូលមើលក្នុងនាមជាអ្នកក្រៅហើយមើលឃើញភាពកំសត់របស់ខ្លួនឯងតែបានបោះបង់សាននេះចោលរួចយូរគេខ្លួនបាត់ហើយតែសម្រាប់មនុស្ស5នាក់ទៀតអស់រយៈពេលជាច្រើនឆ្នាំមកនេះទីបំផុតគេបានយល់ពីអត្ថន័យនៃសម្ដីរបស់ស៊ីនជីវហើយតែពាក្យថារស់នៅក៏គ្មានអ្វីល្អជាងមុនមានន័យថាម៉េច3ឆ្នាំមកនេះគាត់តែងតែជួបទស្សនវិជ្ជាតែនេះរាល់ថ្ងៃសូម្បីតែសម្រាប់ខ្លួនដើម្បីរំដោះខ្លួនក៏គាត់ធ្វើមិនបានដែរចំពេលនោះឯងលៀនយូធីងបានមកដល់ទាន់ពេលរួចទាត់តាមបិទចេញពីដៃរបស់គាត់យូធីងក៏ធ្លាប់ព្យាយាមសម្រាប់ខ្លួនជាច្រើនដងដូចជាអាឈួនដែរនាងបានលួងលោមអាឈួនថាទោះបីជាពិបាកចិត្តយ៉ាងណាក៏ដោយពួកយើងម្នាក់សិតតែមានទូនីតិនិងហេតុផលដើម្បីបន្តរស់ទូនីតិរបស់អាឈួនគឺបញ្ចប់ការវិលវល់នៃបណ្ដាសាស្ពីនខ្មោចឡងឯទូនីតិរបស់យូធីងគឺនាំបងប្រុសត្រឡប់មកក្បែរខ្លួនវិញចំពោះសាច់រឿងតាក់ទងនឹងអាឈួនអ្នកទាំងអស់គ្នាអាចចូលមើលវីដេអូ web មួយរឿងស្ពីនខ្មោចឡងមុនរបស់ខ្ញុំបានក្រោយពេលស្មប់អារម្មណ៍ឡើងវិញអាឈួនបានទទួលយកការសំទោសពីពួកគេរួចព្រមព្រៀងឲ្យពួកគេបន្តទៅមុខទៀតដើម្បីសាកល្បងទាំងជ្រុងទាំង4នៅវគ្គទី2ហើយនៅពេលនោះយូធីងក៏បានប្រាប់ពីការជួបខ្មោចឡងក្នុងរយៈពេល2ថ្ងៃនេះព្រមទាំងការសន្និដ្ឋានថាប្រលឹងបងប្រុសនាងត្រូវបានជាប់ឃុំនៅទីនេះលីយូធីងនិយាយថាអាគារដារិនពិតជាមានខ្មោចឡងមែនគ្រប់គ្នាស្រាប់តែព្រឺក្បាលខ្ញាក់ឯស៊ីវលីដែលជាមនុស្សកំសាជាងគេភ័យខ្លាំងរហូតដល់ចង់ដកខ្លួនថយដោយសុំនៅតែក្នុងបន្ទប់គ្រប់គ្រងមើលម៉ូនីទ័រមិនព្រមចូលរួមលេងហ្គេមនោះឡើយតែធ្វើបែបនេះហ្គេមនឹងខ្លាំងមនុស្សម្នាក់សំណាងល្អដែលអាឈួនយកព្រមជួយវាហ្គេមជ្រុងទាំង4នេះក៏ជាហ្គេមហាយខ្មោចដ៏ល្បីល្បាញមួយដែរដែលតម្រូវឲ្យមនុស្ស4នាក់ឈរនៅតាមជងជញ្ជាំងរៀងខ្លួនដើរតាមជញ្ជាំងទៅទេសមារបស់អ្នកនៅខាងមុខបើដើរដល់ជងគ្មានមនុស្សធ្វើកប់មួយដងរួចបន្តធ្វើបែបនេះជាបន្តចុះបើមនុស្សសម្លេងក្អកសោះនោះមានន័យថាមានសមាជិកបន្ថែមម្នាក់ទៀតហើយបន្ទាប់ពីពួកគេបានចាប់ផ្ដើមលេងហ្គេមបីជុំដំបូងបានកន្លងផុតទៅយ៉ាងរលូនរហូតដល់ជុំទី4ទើបតែចាប់ផ្ដើមកាមេរ៉ាសុវត្ថិភាពបង្ហាញថាមានស្រមោលមនុស្សម្នាក់លេចឡើងពីក្រោយក្នុងយូធីងពេលយូធីងងាកក្រោយមើលបែរជាគ្មានឃើញនរណាសោះបែរជាឃើញថាអ្នកទាំង3នាក់ទៀតមិននៅតាមជងជញ្ជាំងទៅវិញចំណែកឯអ្នកផ្សេងទៀតវិញពេលឃើញយូធីងតែពីវាពីការមិនតាមច្បាប់ល្បែងក៏នាំគ្នាដើរតាមទៅភ្លាមនោះរបងទំនាក់ទំនងក្នុងបន្ទប់គ្រប់គ្រងកាមេរ៉ាស្រាប់តែមានបញ្ហាហើយនៅពេលនោះដែររូបភាពកាមេរ៉ាមួយស្រាប់តែបង្ហាញពីអ្វីម្យ៉ាងកំពុងដើរមករកបន្ទប់គ្រប់គ្រងអ្នកទាំងពីរនៅក្នុងបន្ទប់ភេសស្លន់ស្លោកក៏ប្រញាប់ចាក់សោតវាពីខាងក្នុងតែចំពេលនោះឯងមានលេខមិនស្គាល់មួយបានខុសជាវីដេអូមកពេលទទួលខលទៅពួកគេដឹងថាប្លង់កាមេរ៉ារបស់ខាងទៀតបែរជានៅពីក្រោយក្នុងពួកគេទៅវិញនៅក្នុងបណ្ណាល័យយូធីងភ័យខ្លាំងណាស់ក៏ស្ទុះទៅអបវម៉ាមានរឿងអីអញកើតអីហ្នឹងសាច់ឲ្យងាប់ទៅមកទទួលខ្ញុំផងសួរខ្ញុំមើលថាខ្ញុំជានរណាយូធីងអ្នកផ្សេងទៀតទៅសួរចលាចរក៏ប្រញាប់រត់មកដល់ទីនេះដែរពេលនោះយ៉ាងស៊ូវិនដែលត្រូវបានគេដឹងល្បិចក៏បង្ហាញរូបរាងពិតចេញមកភ្លាមមើលទៅរូបរាងរបស់វាគឺមិនមែនធម្មតាឡើយយូធីងចង់រើសចង្កៀងប្រេងកាត់ឡើងវិញក៏ត្រូវវាប្រើធម្មពលបង្ខំឲ្យហោះទៅលើអាកាសបាត់ចំណែកបងម៉ានិងជាងអិនត្រូវបានគេអូសចូលទៅក្នុងភាពងឹតសូនឲ្យចឹងពេលនេះសតែអាជាម្នាក់គត់ដែលអាចកម្រើកខ្លួនបានគំនិតដំបូងគេរបស់គេគឺត្រូវរត់គេខ្លួនតែពេលនៅឃើញដល់សោកនាដកម្មមុននេះគេក៏ប្រមូលសេចក្តីក្លាហានអូសចង្កៀងប្រេងកាត់រួចលើកវាម្រងនឹងគប់ទៅលើខ្មោចកំណាចនោះតែគេបែរជាត្រូវកំណាំតែមើលមិនឃើញយ៉ាងគៀងជាប់ដោយគ្មានពេលគិតច្រើនគេក៏ខំប្រឹងរំលាស់ខ្លួនឲ្យរួចគប់ចង្កៀងប្រេងកាត់សណ្ដែតទៅរកខ្មោចកំណាចនោះប្រេងចង្កៀងនឹងអណ្ដាតភ្លើងបានឆាប់ឆេះវិញ្ញាណអាក្រក់នោះព្រាមហើយចង្កៀងប្រេងនោះក៏បានធាក់បាយខ្ទេចនឹងដីប្រេងបានហូរស្រោចពេញក្នុងពេលជាមួយគ្នានោះដែរអាការៈជំងឺរបស់វាងខែសាប់តែប្រជាដណ្ដាខ្លាំងហើយសមាជិកទាំង4នាក់នៃក្រុមបង្កើតហ្គេមក៏ធ្លាក់ខ្លួនទៅជាសន្លប់ស្ទុះនឹងមិនដឹងខ្លួនទាំងអស់គ្នាខណៈពេលដែលយូធីងកំពុងស៊ូថប់បានស្មានឲ្យពួកគេទាំង4នាក់ខាងមន្ទីរពេទ្យក៏បានទូរស័ព្ទមកជំរាបថាអាការៈជំងឺរបស់លៀនខែកាន់តែធ្ងន់ធ្ងរទៅហើយស្ថានភាពពិតជាមិនល្អតតែសោះនាងក៏ប្រញាប់ប្រញាល់ធ្វើដំណើរទៅមន្ទីរពេទ្យភ្លាមពេលនោះបងស្រីជីដូនមួយរបស់ពួកគេក៏បានមកដល់ដែរអ្នកនាងគឺជាអ្នកសារព័ត៌មានការពីវគ្គដំបូងមានឈ្មោះថាលៀនស៊ូយូគឺនោះភ្លើងនៅក្នុងមន្ទីរពេទ្យចាប់ផ្ដើមផ្លឹបផ្លែមិនឈប់នាងសម្លឹងមើលទៅក៏លើកឡើងមកឲ្យស្ដាប់តែនឹកឃើញសម្ដីនៅក្នុងសៀវភៅកំណត់ហេតុតែអាចមកពីការធ្វើឲ្យបាត់ចង្កៀងប្រេងនោះមែនទេទើបធ្វើឲ្យប្រឡងបងប្រុសរបស់នាងត្រូវវង្វេងនៅក្នុងអគារតារ៉េមបែបនេះតែក្តីសង្ឃឹមចុងក្រោយបងអស់យូធីងបានទៅស្វែងរកអាឈួនម្ដងទៀតដើម្បីសុំឲ្យគេជួយសម្រួលប៉ុន្តែរឿងរ៉ាវក៏គួរដល់ធំការពីលើកមុន
ស្ទើរតែធ្វើឲ្យគេត្រូវបណ្ដេញចេញពីការងារទៅហើយព្រោះការងារនេះសំខាន់បំផុតសម្រាប់ជីវិតរបស់គេតាមឡយគេមិនចង់លូកដៃចេះដឹងរឿងកិច្ចការទាំងនេះទៀតទេតែចុងក្រោយដោយសារចិត្តទុនគេក៏យល់ព្រមជួយបន្ទាប់មកគេក៏បានដាក់តាម Yu King ទៅកាន់ចន្ទាយុនហើយលើកនេះពួកគេបានយកចង្កៀងប្រេងទៅជាមួយផងពិតមែនហើយការបញ្ជាចន្ទាយុនដែលធ្លាប់តែគ្មានការឆ្លើយតបកាលពីមុនលើកនេះបែរជាទៅពួកគេទៅកាន់វិមានទៅពេលវេលាមួយទៀតពលឺភ្លើងចាប់ផ្ដើមផ្លឹកផ្លែកពេលប្រាប់ពលឺជាអ្នកនាំផ្លូវក្រោមការចង្អុលបង្ហាញពីពលឺភ្លើងពួកគេក៏បានចេញមកខាងក្រៅអាឈួនក្រឡេកឃើញខ្សែក្រហមនៅចំពោះមុខហើយក៏ដើរទៅទីមវាលេងដោយចង់ដឹងចង់ឃើញរូបភាពដ៏គួរឲ្យរន្ធត់នៅចំពោះមុខបានធ្វើឲ្យពួកគេទាំងពីរអ្នកលូប្រឡឹងរត់ប្រះអាយុស្របពេលនោះដែរវិមានទៅពេលវេលាហាក់ដូចជាបានទ្រស៊ីគ្នាធ្វើឲ្យពួកគេទាំងពីរបានឃើញទស្សនវិជ្ជាដែល Yu King ធ្លាប់ជួបគ្រោះថ្នាក់នៅក្នុងចន្ទាយុនពីមុនមកឈុតឆាកខ្មៅឡងពួកគេគ្មានពេលកាត់ចានក៏រត់សំដៅចូលបង្គន់ពេលនោះសម្លេងជើងដើរកាន់តែគៀបមកដល់ហើយទ្វារបន្ទប់ទឹកក៏ត្រូវរបាក់ម្ដងមួយលុះដល់ពេលបើកទ្វារចុងក្រោយទើបពួកគេដឹងថាគឺជានាងឡាន Yu King ដែលបាន test game មុននេះសោះហើយនេះក៏ជាមូលហេតុដែរទ្វារបង្គន់ស្រាប់តែរបាក់ឡើងកាលពីពេលនោះបន្ទាប់មកពួកគេទាំងពីរនាក់ក៏ដើរតាមពន្លឺភ្លើងម្ដងទៀតហើយបានរកឃើញនៅក្នុងបន្ទប់ស្នាក់នៅរបស់អាឈួននៅវិញ្ញាណរបស់ឡានខាយប៉ុន្តែមួយប្រភេទនៃក្រោយមកតែខ្មោចគ្រាប់មិនអស់បានលូកមកចាប់ឡានខាយពេលនោះអាឈួនបានលើកចង្កៀងប្រេងឡើងដើម្បីដេញពួកខ្មោចថយទៅប៉ុន្តែព្រលឹងរបស់ឡានខាយក៏ចាប់ផ្ដើមរលាយបាត់បន្តិចម្ដងហេតុអីបានជាចង្កៀងលើកទៀតហើយតែមួយផ្លែក៏បាត់ទៅហើយដើម្បីប្រើប្រលឹមបង្ហាញការពិតអីចឹងមានន័យថាចង្កៀងនោះគឺជាការលបងរបស់បងប្រុសហើយមែនទេស្រាប់តែឡាន Yu King នឹកឃើញថាក្នុងពេលដែលពេលវេលានឹងលំហនៅទីនេះគ្រូស៊ីគ្នាដូចនេះពួកគេនៅតែមានឱកាសកែប្រែវាឡាន Yu King ប្រញាប់រត់ទៅបន្ទប់ព្រមរួចអង្គុយចុះសញ្ញាសម្គាល់មួយនោះតាមពិតទៅទីនេះមិនមែនជាសញ្ញាដែលបងប្រុសនាងបន្សល់ទុកឡើយប៉ុន្តែវាជាការព្រមានដែលខ្លួននាងផ្ទាល់ក្នុងពេលអនាគតបានបន្សល់ទុកតាមពិតទៅរឿងនេះវាពិតជាចម្លែកណាស់នាងដឹងច្បាស់ថាវានឹងធ្វើឲ្យខ្លួនឯងក្នុងអតីតកាលយល់ច្រឡំចុះហេតុអ្វីបានជាត្រូវបន្សល់ទុករបស់បែបនេះគេគ្រាន់តែសរសេរថាកុំធ្វើឲ្យចង្កៀងបែកពិបាកណាស់មែនទេពេលនោះអាឈួនក៏ទ្រាំមើលសកម្មភាពរបស់ឡាន Yu King ទៅទៀតមិនមែននៅទីនេះទេរួចក៏នាំនាងទៅបណ្ណាល័យហើយបានជួបខ្លួនឯងដែលកំពុងធ្វើតេស្តកាលពីយប់មិញតាមពិតទៅស្រមោលមនុស្សដែលឃើញក្នុងកាមេរ៉ាសុវត្ថិភាពកាលនោះគឺពួកគេក្នុងពេលនេះសោះមិនយូរប៉ុន្មានវិញ្ញាណខ្មោចរបស់យ៉ាងស៊ូវិនក៏លេចឡើងចំពេលដែលអាឈួនរៀបនឹងក្រវេនចង្កៀងប្រេងចោលគេប្រញាប់ស្ទុះទៅខាត់ទើបដឹងថាអ្នកដែលមករារាំងកាលនោះគឺជារូបគេផ្ទាល់សោះប៉ុន្តែប្រវត្តិសាស្ត្រមិនបានផ្លាស់ប្ដូរឡើយចង្កៀងប្រេងនោះនៅតែត្រូវគេក្រវេនចេញទៅដដែលសំណាងល្អពេលនោះអាឆ្វានបានស្ទុះទៅយ៉ាងលឿនហើយចាប់ចង្កៀងប្រេងនោះជាប់ប៉ុន្តែដោយសារតែប្រវត្តិសាស្ត្របានផ្លាស់ប្ដូរវិញ្ញាណរបស់យ៉ាងស៊ូវិនក៏មិនបានរលាយបាត់ទៅដែរថែមទាំងចាប់អារម្មណ៍ឃើញពួកគេនៅក្នុងលំហពេលនេះទៀតឃើញអាឆ្វានកំពុងស្ថិតក្នុងគ្រោះថ្នាក់ដល់ជីវិតលីន Yu King ក៏នៅឃើញល្បិចមួយភ្លាមរួចស្អែកខ្លាំងថាខ្ញុំដឹងថាស៊ូយូអ៊ីណែណាដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់យ៉ាងស៊ូវិនវិញ្ញាណ Yu King បានបញ្ចោតដងខ្មៅកំណៃនោះចេញទៅប៉ុន្តែមិនយូរប៉ុន្មានក៏ត្រូវវាដេញទាន់នឹងខាត់ជាប់ក្នុងស្ថានភាពដ៏ប្រកាសអាសន្ននោះវិញ្ញាណរបស់បងប្រុសលៀងខៃបានកាន់ចង្កៀងប្រេងមកជួយនាងទាន់ពេលហើយនាំពួកគេទាំងពីរនាក់ត្រឡប់មកចន្ទាយុនវិញពួកគេទាំងពីរគិតថាឲ្យតែបញ្ជាចន្ទាយុនបានគឺអាចត្រឡប់ទៅពិភពពិតវិញបានហើយប៉ុន្តែពេលនោះលៀងខៃបែរជានិយាយពាក្យមួយឃ្លាលៀងខៃមិនបានពន្យល់អ្វីច្រើនទេគេក៏ងាកទៅបញ្ជាចន្ទាយុនភ្លាមប៉ុន្តែចន្ទាយុនមិនមានប្រតិកម្មឆ្លើយតបអ្វីឡើយផ្ទុយទៅវិញលីន Yu King បែរជាត្រូវទាញចូលទៅក្នុងលំហពេលមួយទៀតហើយវិញ្ញាណរបស់យ៉ាងស៊ូវិនក៏ដេញតាមមកតន់ទីនេះដែរលៀងខៃនិងអាឆ្វានត្រូវបានខ្មោចកំណាច់នោះចាប់ហោះឡើងទៅលើអាកាសចង្កៀងប្រេងក៏ត្រូវខ្មោចកំណាច់នោះស៊ូបយកទៅបាត់ពេលឃើញប្អូនស្រីចិត្តស្លាប់យ៉ាងវេទនានៅចំពោះមុខក្នុងគ្រាអាសន្ននោះស្រាប់តែមានដៃមួយមកខាត់ទ្វារចន្ទាយុនម្នាក់នោះគឺជារូបលៀងខៃម្នាក់ទៀតសោះហើយឈុតឆាកនេះត្រូវគ្នានឹងការចាប់ផ្ដើមនៃសាច់រឿងតែម្ដងគេសំណើមើលទស្សនវិជ្ជានេះទាំងងឿងឆ្ងល់និងវង្វេងវង្វាន់ពេលនោះវិញ្ញាណរបស់យ៉ាងស៊ូវិនក៏លេចមកម្ដងទៀតរួចអូសទាញលៀងខៃទៅបាត់ដោយការពីដំបូងអញ្ចឹងឆាប់រត់ទៅលៀងខៃបានដឹងខ្លួនឡើងវិញក្នុងសម្លេងស្រែកហើយបានយកចង្កៀងប្រេងគប់សម្ដៅទៅខ្មោចកំណាច់នោះតាមពិតទៅតាមរយៈសន្តិរបស់លៀងខៃកន្លងមកយើងអាចដឹងថាគាត់បានឆ្លងកាត់ទស្សនវិជ្ជានេះសារចុះសារឡើងរាប់មិនអស់ទៅហើយអ្វីដែលលៀង Yu King គិតថាជាការផ្លាស់ប្ដូរប្រវត្តិសាស្ត្រនោះប្រហែលជាមូលហេតុដែលធ្វើឲ្យរឿងរ៉ាវទាំងនោះកើតឡើងទៅវិញទេកន្លងមកលៀងខៃបានប្រមានលៀង Yu King ជាច្រើនដងថាកុំឲ្យមកតាមរកគាត់ក៏ព្រោះតែនាងនេះឯងទើបធ្វើឲ្យលៀងខៃត្រូវជាប់គាំងនៅទីនេះនាងស្មានតែខ្លួនឯងកំពុងជួយសង្គ្រោះបងប្រុសតែការពិតគឺបងប្រុសកំពុងជួយសង្គ្រោះនាងសោះចុងក្រោយលៀងខៃបានលះបង់ជីវិតខ្លួនឯងដើម្បីឲ្យលៀង Yu King និងមិត្តភក្តិអាចរស់រានមានជីវិតហើយសមាជិកទាំង4នាក់ក្នុងក្រុមហ្គេមក៏បានដឹងខ្លួនឡើងវិញដែរទីបំផុតរឿងរ៉ាវនៅអគារខ្មោចឡងត្រូវបានដោះស្រាយចំណែក Asin វិញក្រោយឆ្លងកាត់រឿងនេះក៏អាចជំនះវិបត្តិសារីក្នុងចិត្តហើយដើរចេញពីអគារតាំងពីពណ៌នោះបានប៉ុន្តែនៅក្នុងពិធីបុណ្យសពរបស់លៀងខៃបងស្រីជីដូមួយរបស់លៀងខៃគឺលៀនស៊ូយូស្រាប់តែលេចមុខខ្មោចស្រីកាលពីភាពមុននៅពីក្រោយខ្នងនាងតាមពិតទៅតាំងពីឆ្នាំ2015ម្លេះនៅពេលដែលដឹងដល់ចៃដន្យថាអគារតាំងពីគាត់អាចការពារប្រលឹងខ្មោចពីខាងក្រៅបានខ្មោចស្រីនោះបានបញ្ជាឲ្យគាត់ទៅរកលៀនស៊ូយូតែគាត់បែរជាលួចទៅពូនៅក្នុងអគារតាំងពីពណ៌នោះទៅវិញប៉ុន្តែរឿងរ៉ាវរបស់លៀងខៃបានផ្ដល់ជាតម្រុយដល់គាត់ធ្វើឲ្យគាត់រកឃើញវិធីបំបែកបណ្ដាសាររហូតដល់ឆ្នាំ2020គាត់បានប្រូរឈ្មោះទៅជាជីវិតិហើយក្លាយជាជំនួយការថតរូបរបស់លៀនស៊ូយូ
ដើម្បីនាំផ្លូវរៀនស៊ូយូឲ្យទៅស៊ើបអង្កេតរឿងស្ពានខ្មៅស្រីខ្ញុំឈ្មោះជីវីតិចជាអ្នកថតរូបទៅតែមកថ្មីហើយខ្ញុំថាអតិក៏បានដែរខ្ញុំរៀនស៊ូយូពួកយើងទៅរៀបចំកន្លែងស្នាក់នៅសិនទៅតែថ្ងៃនេះត្រូវថតអ្វីខ្លះសូមមើលមុខឯងឲ្យច្បាស់បន្តិចមើលលុតទៅដូចជាធ្លាប់ស្គាល់ណែណាទេបងស្រីស៊ូយូបងធ្លាប់ទៅរឿងសាកលវិទ្យាល័យដងហូនឹងរឿងព្រេងនិទានស្ពានខ្មៅស្រីទេវីដេអូមួយនេះចប់ត្រឹមនឹងហើយបើប្រៀបធៀបទៅនឹងវគ្គមុនភាពយន្តវគ្គនេះហាក់ដូចជានៅស្ទើរគ្រប់ផ្នែកបន្តិចឈុតឆាករន្ធត់ក៏មានតែជាងមុនឆ្ងាយដែរហើយផ្ដល់ការយកចិត្តទុកដាក់ខ្លាំងទៅលើផ្នែកទ្រស៊ីគ្នានៃលំហាត់នឹងពេលវេលាលើពីនេះវាក៏គ្មានអារម្មណ៍អស់សង្ឃឹមពេលជួបខ្មោចដូចវគ្គមុនដែរដោយសារតែមានថែមចង្គៀងប្រេងដែលអាចសម្លាប់ខ្មោចបានមួយទៀតធ្វើឲ្យកម្រិតភាពភ័យរន្ធត់ធ្លាក់ចុះយ៉ាងខ្លាំងប៉ុន្តែទោះជាយ៉ាងណាភាពយន្តនេះនៅតែល្អមើលគួរសមអូខេវីដេអូសម្រាប់វគ្គនេះចប់តែប៉ុណ្្នឹងហើយជួបគ្នានៅវគ្គក្រោយទៀតណា